ឯកឧត្តមបណ្ឌិតសភាចាក់អុករាប៊ុនអញ្ជើញចុះសាកសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់នៅឃុំកោះថ្កូវស្រុកជួលគិរីឯកឧត្តមបណ្ឌិតសភាចាក់អុករាប៊ុនទេសរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនាថ្ងៃទី22ខែតុលាឆ្នាំ2025បានអញ្ជើញចុះសាកសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ប្រមាណជាង80គ្រួសារនៅក្នុងឃុំកោះថ្កូវស្រុកជួលគិរីខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងលោកជំទាវតុងណារីសមាជិកក្រុមប្រឹក្សាខេត្តលោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តរួមនឹងអាជ្ញាធរមូលដ្ឋានផងដែរលោកដៅកំស៊ីនអភិបាលស្រុកជួលគិរីបានបញ្ជាក់ថានៅស្រុកជួលគិរីឆ្នាំនេះមានប្រជាពលរដ្ឋចំនួន5ឃុំបានរងផលប៉ះពាល់នៃទឹកជំនន់នេះស្ថិតនៅក្នុងស្ថានភាពជាក់ស្ដែងនេះអាជ្ញាធរខេត្តនិងអាជ្ញាធរស្រុកនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជួលគិរីបានចុះផ្ទាល់ជាមួយប្រជាពលរដ្ឋបានរងផលប៉ះពាល់នៃទឹកជំនន់ព្រមទាំងបានចូលរួមជួយអន្តរាគមន៍ដើម្បីសម្រួលដល់ការលំបាកដល់ប្រជាពលរដ្ឋផងដែរឯកឧត្តមបណ្ឌិតសភាចាក់អុករាប៊ុនទេសរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតដែលជានិច្ចកាលតែងតែបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាពិសេសនៅពេលដែលមានគ្រោះថ្នាក់គ្រោះមហន្តរាយនិងឧបទ្ទវហេតុគ្រោះធម្មជាតិកើតឡើងសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតតែងតែនៅជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋដែលបានរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ដែលផ្ដល់ផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃនិងបំផ្លាញផលដំណាំរបស់បងប្អូនផងដែរឯកឧត្តមបណ្ឌិតសភាចាក់អុករាប៊ុនបានបញ្ជាក់ទៀតថាដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋអាជ្ញាធរខេត្តនិងអាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់ត្រូវចុះបន្តយកចិត្តទុកដាក់និងខិតខំចំពោះកិច្ចការដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលបានកើតឡើងនាពេលនេះដោយធានាថាមិនមានប្រជាពលរដ្ឋណារងផលប៉ះពាល់ដោយអាជ្ញាធរមិនបានមើលឃើញនោះទេឯកឧត្តមបណ្ឌិតសភាចាក់អុករាប៊ុនបានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់និងត្រូវសហការផ្ដល់ព័ត៌មានជាប្រចាំដល់អាជ្ញាធរមូលដ្ឋានរបស់ខ្លួននិងត្រូវតែរក្សាសុខភាពជាប្រចាំដោយរក្សាបាននូវអនាម័យល្អគឺហូបស្អាតផឹកស្អាតនិងរស់នៅស្អាតឯកឧត្តមបណ្ឌិតសភាចាក់បានបញ្ជាក់ទៀតថាដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះអាជ្ញាធរខេត្តស្រុកនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងស្រុកជួលគិរីបានចូលរួមផ្ដល់នូវអំណោយមួយចំនួនដល់ប្រជាពលរដ្ឋដែលនេះជាការចែករំលែករបស់អាជ្ញាធរជាមួយនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែមានភាពប្រសើរឡើងផងដែរនៅក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីបានអញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋទាំង80គ្រួសារនៅឃុំកោះថ្កូវស្រុកជួលគិរីដែលបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ផងដែរ